បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះបានទីឆ្ងាយតិច
mà đó spin thấy cái đam hay là con spin mềm xả Drop everything and give her all to you. Well, what about what the girls want? What about self-destiny? Shouldn't even be an argument. Consider what's best for me. What about what the girls want? What about self-destiny? Shouldn't even be an argument. Consider what's best for me. What's best for me? Consider what's best for me. How can I block by my man? How is all block by my man? How is all block by my man? Consider what's best for me. Precious girls turn into women who sometimes need to turn to you. Build them up and let them go. If she wants you, she'll let you know. You don't need to take control. Little girls in time grow old. Too much force will make her cold. Precious girls turn into women who sometimes need to turn to you. Build them up and let them go. If she wants you, she'll let you know. You don't need to take control. Little girls in time grow old. Too much force will make her cold.បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជំរាបសួរដៃជាងសំទោសផងដៃមកខាងកាន់កាមេរ៉ាហើយថ្ងៃនេះចង់បង្ហាញអំពីទស្សនភាពដ៏ស្រស់ស្អាតមួយដែលខ្ញុំបានជិះកង់
មកដល់វត្តគេហៅវត្តកោះចិនវត្តនេះគឺនៅក្បែរនឹងស្ពានព្រែកក្តាមតែម្ដងហើយក៏ជាលើកទី1ដែរដែលខ្ញុំបានជិះមកចូលមកដល់ក្នុងវត្តនេះជាទូទៅខ្ញុំឧស្សាហ៍ជិះមកដល់ស្ពានព្រែកក្តាមដោយសារទីនេះមានទិដ្ឋភាពស្រស់ស្អាតជាពិសេសតាមមាត់ទន្លេរហូតពីរាជធានីភ្នំពេញក្របតាមមាត់ទន្លេហ្នឹងគឺមានសកម្មភាពផ្សេងទិដ្ឋភាពផ្សេងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋយើងដែលប្រកបមុខរបររស់នៅដោយភាពសុខដុមរមនាទៅតាមសមាអាជីវរៀងៗខ្លួនហើយក៏បានចូលមកក្នុងវត្តកោះចិននេះក៏ខ្ញុំឃើញថាមានទិដ្ឋភាពស្រស់ស្អាតហ្នឹងក៏ឆ្លៀតជជែកលេងមួយបងប្អូនបន្តិចបន្តួចហើយផ្ដិតយកនៅទិដ្ឋភាពពិសេសគឺជាពិសេសនៅក្នុងខែ8នេះគឺទឹកចាប់ដើមឡើងនៅរដូវវស្សាដូច្នេះហើយបឹងទន្លេសាបដូចបងប្អូនបានជ្រាបហើយលក្ខណៈពិសេសរបស់បឹងទន្លេសាបរបស់យើងគឺទឹកហូរបញ្ច្រាស់ចូលពីទន្លេមេគង្គត្រឡប់ចូលទៅក្នុងដងទន្លេសាបវិញដោយបងប្អូនបានឃើញខាងក្រោយខ្នងខ្ញុំនេះគឺកំប្លោកដែលកំពុងតែអណ្ដែតពីក្រោមឡើងទៅលើចូលទៅដល់បឹងទន្លេសាបហើយខែ11នៅពេលដែលទឹកភ្លៀងចាប់ផ្ដើមថយចុះគឺយើងឃើញកំប្លោកអាហ្នឹងគឺហូរចេញពីបឹងទន្លេសាបចុះទៅក្រោមតាមចូលទៅតាមដងទន្លេបាសាក់និងទន្លេមេគង្គរហូតទៅដល់ប្រទេសវៀតណាមនិងទៅដល់សមុទ្រតែម្ដងជាងលក្ខណៈពិសេសរបស់តំបន់បឹងទន្លេសាបរបស់យើងគឺបងប្អូនកូនក្មួយបានសិក្សារៀនសូត្រហើយតាំងពីនៅតូចហ្នឹងគឺលក្ខណៈពិសេសត្រង់ថាទឹកមានចរន្តទិស2បាទទិស2គឺរដូវវស្សាទឹកហូរចូលទៅក្នុងបឹងទន្លេសាបធ្វើឲ្យទំហំនៃបឹងទន្លេសាបមានទំហំធំទ្វេដងហើយដល់រដូវប្រាំងគឺទឹកហូរចេញពីបឹងទន្លេសាបចុះមកខាងក្រោមវិញចរន្តទឹកនេះគឺជាអំណោយផលដ៏ពិសេសវិសាលបំផុតសម្រាប់វិស័យកសិកម្មគឺការនាំដីល្បប់នាំជីវជាតិទាំងអស់មកគ្របដណ្ដប់នៅទាំងអងសងខាងដងទន្លេក៏ដូចជាដល់តំបន់វាលស្រែវាលបឹងនានាដែលនៅជាប់នឹងដងទន្លេនេះគឺទទួលបាននៅជីវជាតិបាទហើយចំខាងក្រោយខ្ញុំដែលខ្ញុំចំណុចនេះគឺស្ថិតនៅគឺភ្នំឧដុង្គបាទនេះចំត្រង់តែម្ដងទៅនៅភ្នំឧដុង្គហើយជារូបភាពនេះតូចបងប្អូនអាចមើលឃើញបានទេហើយប៉ុន្តែសម្រាប់ការមើលផ្ទាល់នៅផ្នែកគឺយើងអាចមើលឃើញនៅក្នុងទូរស័ព្ទអាចដូចខាងក្បែរនឹងវត្តនេះគឺស្ពានព្រែកក្តាមដែលបងប្អូនអាចមើលឃើញទិដ្ឋភាពជីវភាពដែលប្រព្រឹត្តទៅដោយសាមញ្ញរបស់ការរស់នៅរបស់បងប្អូនជាពលរដ្ឋយើងនៅទីនេះនៅវត្តកោះចិននេះឃើញកសាងបានល្អគឺនៅទីនេះមានជណ្ដើរមួយដែលអាចចុះទៅរហូតទៅដល់ខាងក្រោមបាទទៅដល់មាត់ទន្លេតែម្ដងនេះគឺជណ្ដើរដែលលោកបានកសាងជាអំណោយផលដែរសម្រាប់បងប្អូនដែលអញ្ជើញមកធ្វើបុណ្យទាននៅពេលខាងមុខជាពិសេសនៅពេលដាក់បិណ្ឌឬក៏ប្រជុំហ្នឹងគឺអាចអញ្ជើញមកក្រៅពីបានបុណ្យផងក៏អាចបានគយគុណក៏មើលនៅទិដ្ឋភាពតាមដងទន្លេសាបស្រស់ស្អាតរបស់កម្ពុជាយើងបាទនៅពេលនេះម៉ោង7 ជាងបងប្អូនហើយមេឃនេះរះគឺសន្ទុំបន្តិចតែព្រះទឹកទើបចាប់ដើមរះជាអំណោយផលណាសម្រាប់ការជិះកង់ហាត់ប្រាណពីព្រោះមិនសូវក្តៅមេឃសន្ទុំជារដូវវស្សាមេឃសន្ទុំប៉ុន្តែពេលខ្លះក៏អាចភ្លៀងដែរតែមិនជាបញ្ហាទេគឺយើងអាចសម្រាប់ខ្ញុំផ្ទាល់ភ្លៀងក៏អាចជិះបានគឺពាក់អាវភ្លៀងទៅជាការស្រេចហើយបាទបងប្អូននេះពីខ្ញុំមានតែប៉ុណ្ណេះទេសម្រាប់ថ្ងៃនេះគឺចង់ចែកនៅជូនបងប្អូននៅអ្វីដែលខ្ញុំបានឃើញខ្ញុំចែកជូនតែប៉ុណ្ណេះទេសម្រាប់ជាការ
យល់ដឹងសម្រាប់ជាថាអាចជាបំណែកទូនៃចំណេះដឹងឬក៏ស្គាល់ទីតាំងដ៏ស្រស់បំព្រងទីតាំងដែលអំណោយផលល្អនៅក្នុងប្រទេសកម្ពុជាយើងក៏ដូចជានៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកដែលខ្ញុំបានទៅដល់ខ្ញុំនឹងចែកជូនដល់បងប្អូនដែលបានឃើញទាំងអស់គ្នាអ្វីដែលខ្ញុំឃើញបងប្អូនក៏ឃើញបាទនេះជាបំណងប្រាថ្នារបស់ខ្ញុំតែចង់ចែកជូនទៅបងប្អូនតែប៉ុណ្ណោះបាទគឺដើម្បីស្គាល់ដើម្បីយល់ដើម្បីសិក្សាទាំងអស់គ្នាបាទ បាទបងប្អូនពីខ្ញុំពីតំបន់ក្បែរនឹងស្ពានព្រែកក្តាមស្ថិតនៅក្នុងវត្តកោះចិនសូមអរគុណបងប្អូនហើយជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមជូនពរបងប្អូនសុខសប្បាយក្នុងក្រុមគ្រួសារសូមមានសុខភាពល្អកុំភ្លេចហាត់ប្រាណហាត់អ្វីដែលបងប្អូនអាចហាត់បានធ្វើកាយវិការអ្វីដែលបងប្អូនអាចធ្វើបានទៅតាមលទ្ធភាពដែលអាចឆ្លៀតប៉ុន្តែកុំភ្លេចត្រូវតែធ្វើការហាត់ប្រាណជាបំណែកមួយសំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងដូចជាការទទួលទានអាហារដែរការទទួលទានអាហារជួយឲ្យរាងកាយការហាត់ប្រាណក៏ជួយឲ្យរាងកាយយើងមានរឹងមាំបាទមានសុខភាពល្អជាពិសេសគឺមានអារម្មណ៍ដែលជួយកាត់បន្ថយនូវភាពតានតឹងសូមអរគុណសូមជម្រាបលាបាទ
ជំរាបសួរពុកម៉ែបងប្អូនឃើញវាស្រែវាស្រូវស្អាតហ្នឹងក៏ផ្ដិតរូបផ្ដិតវីដេអូបន្តិចជូនបងប្អូនទៅដើម្បីទុកគ្រាន់ជាអនុស្សាវរីយ៍ផ្ទាល់ខ្លួនផងក៏ដូចជាចែកជូនបងប្អូនបានទស្សនាស្រូវនេះគឺស្រូវនៅក្នុងខែ8យើងមិនដឹងថាជាស្រូវប្រាំងឬស្រូវវស្សាទេប៉ុន្តែអាយុកាលស្រូវនេះប្រហែលជាចូល2ខែជាង3ខែហើយដែលកំពុងតែដាក់គ្រាប់ឃើញបងប្អូនម្ចាស់ស្រូវគាត់ថែទាំបានល្អមានទឹកមានការពារសត្វកណ្ដោអីជាដើមឡាក់នៅតាមភ្លឺស្រែហើយខ្ញុំជិះកង់កាត់ហ្នឹងក៏ឆ្លៀតថតយ៉ាងទៅបងប្អូននេះសូមកុំប្រកែប្រកាន់អីសម្រាប់បងប្អូនដែលស្គាល់ច្បាស់អំពីស្រែក៏សូមខន្តីអភ័យទោសឲ្យបងប្អូនដែលមិនដែលបានប្រកបមុខរបរធ្វើស្រែខ្ញុំពីក្មេងខ្ញុំធ្លាប់ប្រកបមុខរបរធ្វើជាកសិករបាទជួរស់ដកស្ទូងហ្នឹងសម្រាប់ខ្ញុំជាធម្មតានោះទេប៉ុន្តែទឹកចិត្តនឹករលឹកក្តីស្រឡាញ់វិស័យកសិកម្មនេះគឺនៅតែមានដិតនៅក្នុងចិត្តរបស់យើងជានិច្ចនៅពេលដែលខ្ញុំជិះកង់ហាត់ប្រាណនៅក្នុងតំបន់ជារាជធានីជាឆ្ងាយគួរសមដែរនៅតំបន់ព្រៃក្តាមនេះស្ថិតនៅក្នុងដូចជាឃុំកំពង់អស់ដដែលទេម្ដុំនេះណាឬក៏ឃុំផ្សេងខ្ញុំនឹងឆែកមើលថាតើស្ថិតក្នុងឃុំអ្វីហើយវាស្រែដាច់ពីផ្នែកបងប្អូនតំបន់នេះគាត់មានទឹកគ្រប់គ្រាន់ដែលអាចបង្កើនផលបានរហូតដល់ទៅ3ដងតែខ្ញុំបានជីកាត់ហ្នឹងគឺឃើញតែប្រមូលផលហើយគាត់ច្រូតកាត់ហើយក៏ជូរហើយបន្តផលិតបន្តទៅទៀតរហូតដល់ទឹកលិចអស់ទៅគាត់សម្រាប់ទឹកស្រកទៅវិញគាត់ចាប់ដើមបន្តទៀតអញ្ចឹងអាចបានពី2ដងទៅ3ដងក្នុងមួយឆ្នាំហើយឃើញផ្លែអីល្អល្មមគួរសមតែគេមើលទៅគេមើលទៅពីសម្រាប់ខ្ញុំនៅពេលដែលបានដើរកាត់វាស្រែចេះគឺមានអារម្មណ៍ថាស្រស់ស្រាយវាផុតអំពីភាពសៅមងផុតអំពីភាពតានតឹងផ្នែកផ្លូវចិត្តបានបំណែកតូចដែរអញ្ចឹងហើយគិតថាអ្វីដែលខ្ញុំចែងលេខនេះក៏សម្រាប់បងប្អូនមកចូលរួមទស្សនាជាមួយខ្ញុំបានឃើញនៅទស្សនវិជ្ជាតាមជនបទតាមវាស្រែបាទខ្ញុំមានតែប៉ុណ្្នេះទេបងប្អូនសូមអរគុណណាសូមអញ្ជើញទស្សនានៅវាស្រូវដ៏ស្រស់ស្អាតនេះជាមួយនឹងខ្ញុំហើយការថតនេះជាលក្ខណៈទូទៅទេមិនជាប្លង់ professional មានវិជ្ជាជីវៈអីទេប៉ុន្តែព្យាយាមធ្វើម៉េចឲ្យរូបនោះបានច្បាស់បងប្អូនអាចមើលបានឃើញច្បាស់ផងដែរបាទសូមអរគុណបងប្អូនសូមអញ្ជើញទស្សនាបាទនៅក្មេងទៅលុកតូចចេះគឺយើងអាចចាប់ទៅមានត្រីតែខ្ញុំឃើញមានមាត់ត្រីដែរអញ្ចឹងអាចមានកូនត្រីមានក្តាមមានខ្យងអីចឹងយើងអាចយកមកទទួលទានបាទបានជាពិសេសស្រែដែលមិនប្រើប្រាស់នៅថ្នាំគីមីគឺមានខ្យងមានក្តាមមានខ្ចៅមានកែបមានត្រីឆ្លូញមានត្រីកំភ្លីងត្រីក្រាញ់ត្រីផ្ទក់អីជាដើមនេះបងប្អូនខ្សែនេះខ្សែលួសនេះគឺសម្រាប់ការពារហើយយើងពិបាកមើលបន្តិចគឺការពារសត្វកណ្ដុរបានន័យថាវាឆក់ពេលដែលវាចង់បំផ្លាញស្រូវរបស់គាត់អីឆក់នេះជាវិធីសាស្ត្រមួយល្អដែរតែខ្ញុំមិនដឹងថាតើប្រសិទ្ធភាពប៉ុណ្ណាទេមិនឃើញគាត់ដាក់បាទឃើញគាត់ដាក់នៅជុំវិញស្រែរបស់គាត់ដល់ធំធេងនេះ
ស្រែគឺមានតកួនបាទតកួននេះអាចបេះស្លម្ជូរបានឆ្ងាញ់បាទតកួនប្រភេទនេះគឺស្លម្ជូរល្អម្ជូរជាមួយត្រីជាមួយចំអាំមួយខ្យងដែលមានទីស្រែនេះមានកូនត្រីច្រើនដែរនៅតាមចំអូទឹកសូមអរគុណបងប្អូនជំរាបលាជួបគ្នានៅឱកាសក្រោយៗទៀតបាទ